ប្រទេសចិនគឺជាប្រទេសមួយដែលមានកំណើតប្រជាជនច្រើនបំផុតជាងគេនៅលើពិភពលោកដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសរុស្ស៊ីប្រទេសចិនត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានវប្បធម៌អរិយធម៌តាំងតែពីបុរាណកាលមកម្ល៉េះនៅក្នុងខ្លឹមសារនេះខ្ញុំចង់លើកតួអង្គ3នាក់ដែលជាអធិរាជលឿងដំបូងបង្អស់របស់ប្រទេសចិនដែលមានឈ្មោះថាអធិរាជទី1គឺជាអធិរាជហួងទីអធិរាជទី2គឺជាអធិរាជយ៉ានទីអធិរាជទី3គឺជាអធិរាជឈីយ៉ូនៅក្នុងកំណត់ត្រាបុរាណជាច្រើនបាននិយាយថាប្រហែលជា 4000 ទៅ 5000 ឆ្នាំមុនគ្រិស្តសករាជដែលដីតំបន់នេះគឺត្រូវបានគ្រប់គ្រងដោយអ្នកដឹកនាំទាំង3រូបនេះទីមានន័យថាជាក្សត្រត្រកូលហួងទីនិងយ៉ានទីតាំងទីលំនៅនៅបរិវេណខ្ពង់រាបកណ្ដាលរហូតដល់ទន្លេលឿងត្រកូលទាំងពីរនេះជាប់សាច់ឈាមគ្នាមកជាច្រើនសម័យមកហើយប៉ុន្តែក្រោយមកដោយសារតែហួងទីទ្រង់ចង់ធ្វើធំទើបបណ្ដាអំណាចគ្នាជាមួយនឹងយ៉ានទីហើយទីបំផុតក៏កើតជាសង្គ្រាមច្បាំងយកឈ្នះគ្នាចំណែកឈីយ៉ូជាពូជពង្សអ្នកចម្បាំងនៃកុលសម្ព័ន្ធជាវលីគ្រប់គ្រងត្រកូលជាច្រើនចំណែកឈីយ៉ូជាអ្នកចម្បាំងដ៏ខ្លាំងក្លាពូកែនិងមានរហស្សនាមថាទេវតាសង្គ្រាមក្នុងដំរាខ្លះបង្ហាញថាយ៉ានទីចាញ់ឈីយ៉ូទើបទៅចុះចូលជាមួយនឹងហួងទីប៉ុន្តែក្រោយមកហួងទីយកឈ្នះឈីយ៉ូបានដោយរទេះចម្បាំងដែលមានត្រីវិស័យដែលបង្កើតឡើងដោយខ្លួនឯងនៅក្នុងភ្លើងសង្គ្រាមមួយនោះទ្រង់បានបំផ្លាញក្បួនទ័ពរបស់ឈីយ៉ូហើយទីបំផុតទ្រង់ក៏បានសម្លាប់ឈីយ៉ូផងដែរក្រោយមកហួងទីបានលើកទ័ពទៅបង្ក្រាបកុលសម្ព័ន្ធភាគខាងត្បូងទៅដល់5ដងហើយទ្រង់បានឡើងជាមេដឹកនាំតំបន់ខ្ពង់រាបកណ្ដាលរហូតដល់សប្តាហ៍ថ្ងៃនេះជនជាតិចិននៅតែជឿថាខ្លួនមានខ្សែស្រឡាយបន្តពីហួងទីរហូតមានពាក្យនិយាយជាប់មាត់ថាយើងជាកូនចៅរបស់ហួងទី